គ្រូសូមបញ្ជាក់ម្ដងទៀតឥឡូវខ្ញុំអត់តន់អញ្ចឹងប្រឡងប្រចាំខែហ្នឹងគឺថ្នាក់ទី1ទី2ទី3តែ2មុខវិជ្ជាទេទី1ទី2ទី3គឺ3មុខវិជ្ជាទី4ទី5ទី6គឺ4មុខវិជ្ជាចាសូមបញ្ជាក់ម្ដងទៀតលោកគ្រូអ្នកគ្រូយើងប្រឡងមុខវិជ្ជាថ្នាក់ទី1ទី2ទី3មានខ្មែរមានគណិតរីឯសិក្សាសង្គមឬក៏វិទ្យាសាស្ត្រអត់ដឹងថាមួយណាទេអាស្រ័យលើកម្មវិធីសិក្សាគ្រាន់តែកម្មវិធីសិក្សាយើងចេញនៅមួយសប្តាហ៍នៅសប្តាហ៍នៅខែធ្នូហើយនឹង3សប្តាហ៍ទៀតនៅក្នុងខែមករាអញ្ចឹងយើងចេញក្នុងរង្វង់4សប្តាហ៍អញ្ចឹងលោកគ្រូអ្នកគ្រូទៅវិញទៅមើលកម្មវិធីទៅកម្មវិធីហ្នឹងគឺយើងយកជាលក្ខណៈរបស់ស្តង់ដាររួមយើងអត់ចូលទៅតាមសាលារបស់លោកគ្រូអ្នកគ្រូទេណាទីបាក់សាលារបស់អ្នកគ្រូធ្វើកម្មវិធីអញ្ចេះសាលាផ្សេងធ្វើបែបនោះវាទៅឲ្យខុសគ្នាអញ្ចឹងខាងក្រសួងគេជាអ្នកកំណត់អញ្ចឹងលោកគ្រូអ្នកគ្រូទៅមើលទៅក្នុងកម្មវិធីបាទតើវិទ្យាសាស្ត្រនិងសិក្សាសង្គមពីថ្នាក់ទី1ដល់ថ្នាក់ទី3ហ្នឹងគេរៀនដល់កន្លែងណាមេរៀនណានៅក្នុងខែមករាហ្នឹងអញ្ចឹងរាល់វិញ្ញាសាគឺយើងបណ្ដេញអញ្ចឹងរហូតអញ្ចឹងខែមករាយើងប្រឡង1សប្តាហ៍នៅក្នុងខែធ្នូនិង3សប្តាហ៍នៅក្នុងខែមករាបន្ទាប់មកនៅក្នុងខែកុម្ភៈដូចគ្នាដែរ1សប្តាហ៍នៅក្នុងខែមករាអញ្ចឹង3សប្តាហ៍ទៀតនៅក្នុងខែធ្នូបន្តរហូតគឺ1ឆ្នាំសិក្សាអូម៉ាថា1ឆ្នាំសិក្សាយើងមាន10ខែគឺយើងប្រឡង10ដងដូចគ្នាអញ្ចឹងនៅពេលប្រឡងត្រីមាសឬក៏ឆោមមាសអញ្ចឹងយើងចាំតែចែកគ្នាបន្តទៀតថាយើងនឹងប្រឡងតើនៅពេលយើងចាប់តាមប្រឡងឆោមមាសហ្នឹងយើងគួរយកប្រចាំខែដាក់អត់ចាំក្រុមការងារយុវដ្ឋានគាត់នឹងជជែកគ្នានឹងកំណត់ទៅតាមហ្នឹងនឹងជូនដំណឹងទៅតាមសាលាផ្សេងៗទៀតអញ្ចឹងលោកគ្រូអញ្ចឹងខ្ញុំសូមបង្ហាញថាយើងត្រូវប្រឡងយើងចុចទៅលើថ្នាលប្រព័ន្ធ TP ថ្មីណាសូមមកសូមទៀតក៏ដល់ថ្ងៃប្រឡងហើយលោកគ្រូអ្នកគ្រូនៅតែប្រើប្រាស់ប្រព័ន្ធ TP ចាស់ហើយអត់មានតេអត់មានអីមកសួរថាលោកគ្រូខ្ញុំទៅរកនៅណាបាទដាក់នៅណាណាសូមថាក្រុមការងារអត់បញ្ចូលនៅក្នុងប្រព័ន្ធ TP ចាស់ទេគឺយើងចូលនៅក្នុងប្រព័ន្ធ TP ថ្មីដោយសារយើងជំរុញឲ្យប្រើប្រាស់ប្រព័ន្ធ TP ថ្មីហើយសូមបញ្ជាក់បន្ថែមថាប្រព័ន្ធ TP ចាស់ពេលលោកគ្រូអ្នកគ្រូគ្រប់សាលាទាំងអស់ទាញសិស្សអាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធ TP ថ្មីប្រព័ន្ធ TP ចាស់នឹងផ្អាកដំណើរការអញ្ចឹងណាបាទអញ្ចឹងគឺរងចាំលោកគ្រូអ្នកគ្រូជាអ្នកធ្វើកិច្ចការនឹងបន្តបើសិនលោកគ្រូអ្នកគ្រូទាញសិស្សត្រូវថ្នាក់មានគណនេយ្យប្រើប្រាស់អស់គ្រប់គ្នាហើយអញ្ចឹងកូនសិស្សគាត់អាចប្រើប្រាស់ថ្មីបានហើយប្រព័ន្ធចាស់នឹងបិទអូតូតែម្ដងបាទអញ្ចឹងណាបាទសូមជម្រាបជូនលោកគ្រូអ្នកគ្រូគឺយើងចេញនៅសប្តាហ៍ទី4នៃខែធ្នូហើយនឹង3សប្តាហ៍ទៀតនៃខែមករាអញ្ចឹងលោកគ្រូអ្នកគ្រូទៅមើលកម្មវិធីសិក្សាបាទសូមលោកគ្រូអ្នកគ្រូទៅមើលកម្មវិធីសិក្សាយើងចេញពីសប្តាហ៍ទី4ខែធ្នូហើយនឹង3សប្តាហ៍ទៀតនៅក្នុងខែមករាអញ្ចឹងខ្លឹមសារហ្នឹងអញ្ចឹងកូនសិស្សទាំងអស់គាត់នឹងប្រឡងនៅក្នុងថ្នាល TP អញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែទាញសិស្សឲ្យមានគណនេយ្យអាចប្រឡងបានហើយថ្នាក់ទី1ដល់ថ្នាក់ទី3យើងមានមុខវិជ្ជាគណិតខ្មែរសិក្សាសង្គមក្នុងមួយមុខយើងមានប្រឡងចេញគឺ30សំណួរសូមជម្រាបជូនលោកគ្រូអ្នកគ្រូបាទអញ្ចឹងចាប់ពីខែមករានឹងទៅយើងប្រឡងតាមប្រព័ន្ធ TP ទាំងអស់វិញ្ញាសាអត់មានទេក្រុមការងារបានផលិតរួចហើយគ្រាន់តែមិនតបបានបញ្ចូលគាត់កំពុងតែត្រួតពិនិត្យឥឡូវគាត់ផលិតរួចហើយកាលពីសប្តាហ៍មុនគាត់អញ្ជើញមក150អ្នកជាងគាត់បានបង្កើតវិញ្ញាសារួចរាល់ហើយឥឡូវវិញ្ញាសាធ្លាក់ដល់គណៈកម្មការត្រួតពិនិត្យបាទចាប់ពីថ្ងៃ15ទៅក្រុមការងារចាប់ផ្ដើមបញ្ចូលខ្លឹមសារហ្នឹងដើម្បីត្រៀមឲ្យលោកគ្រូអ្នកគ្រូអាចយកទៅប្រឡងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី30បាទណាសូមជម្រាបចឹងថ្នាក់ទី4ដល់ថ្នាក់ទី6យើងមាន4មុខវិជ្ជាចឹងយើងប្រឡងខ្មែរគណិតវិទ្យាសាស្ត្រហើយនិងសិក្សាសង្គមគឺ4មុខក្នុងមួយថ្នាក់បាទក្នុងមួយកម្រិតថ្នាក់គឺថ្នាក់ទៅលើមួយមុខវិជ្ជាគឺយើងមាន40សំណួរទាំងអស់សុទ្ធតែជាសំណួរពហុជ្ជរើអញ្ចឹងលោកគ្រូអ្នកគ្រូថាអញ្ចឹងខ្ញុំប្រឡងហើយលទ្ធផលទាំងអស់ហ្នឹងលោកគ្រូអ្នកគ្រូអត់ត្រូវការកែទេត្រូវការបន្ទុកនិងនិទេសគាត់ដើម្បីយកមកធ្វើរបាយការណ៍ប្រចាំខែអញ្ចឹងណាបាទ